Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានម៉ៅមួយ brand ទៀតហើយដែលចង់យកមកណែនាំអ្នកទាំងអស់គ្នាហើយ brand ហ្នឹងជា brand របស់ Solar Kaka ដែល code របស់វានោះគឺ SM820 ហើយចំពោះម៉ៅដែរគឺអ្នកនរគ្នាអាចយកទៅប្រើប្រាស់ជាប្រចាំថ្ងៃបានមិនថាលេងហ្គេមធ្វើការទេគឺបានទាំងពីរអញ្ចឹងយើងនឹងមកដឹងពី spec របស់ម៉ៅនេះបន្តិចម៉ៅនេះដែរទម្ងន់របស់វានឹងគឺត្រឹមតែ58ក្រាមតែប៉ុណ្ណោះមិនធ្ងន់ពេកហើយក៏អត់ស្រាលពេកដែរម៉ៅល្មមនេះគឺក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃមាន DPI 24000 DPI 1K pooling rate ប្រើប្រាស់ជាមួយនឹង sensor pulse 3311បាននិយាយពីភាគរយថ្មរបស់គេវិញគឺកាន់បានរហូតដល់36ម៉ោងម៉ៅល្មមនេះគឺក្នុងការប្រើប្រាស់ចំណែក connection របស់គេវិញគឺប្រើប្រាស់បានរហូតដល់3 connection មាន USB Type C USB wireless ហើយនិង Bluetooth ចំពោះម៉ៅនេះគឺខាងពួកយើងមាន2ពណ៌ក្នុង stock ដូចអ្នកគ្នាមកឃើញក្នុងវីដេអូហ្នឹងអញ្ចឹងពណ៌ខ្មៅហើយនិងពណ៌សចំពោះការ design របស់ម៉ៅ model នេះដែរគឺគេបាន design មកបែបតូចល្មមងាយស្រួលក្នុងការកាន់ប្រើប្រាស់ខ្លាំងមែនទែនរីឯនៅផ្នែកខាងមុខរបស់ម៉ៅនេះគឺគេបានភ្ជាប់មកជាមួយនឹង button ដែលកំណត់ទៅលើ DPI រីឯនៅផ្នែកខាងក្រៅវិញគឺគេបានភ្ជាប់មកជាមួយនឹង button កំណត់ទៅលើ connection និងដុំ USB wireless ចំនួន1ផងដែរអញ្ចឹងខ្ញុំដកឲ្យអ្នកគ្នាមើលនេះគឺជាដុំ USB wireless ដែលគេបានភ្ជាប់មកជាមួយនឹងម៉ៅហើយអីដែលកាន់តែពិសេសនោះម៉ៅនេះក៏បានភ្ជាប់មកជាមួយនឹង10ផងដែរដែល10នេះតួទីរបស់វានោះគឺសាកថ្មទៅលើម៉ៅហើយចំពោះ10នេះដែរក៏គេបាន design មកដែលភ្ជាប់មកជាមួយនឹងភ្លើង RGB ផងដែរនិងផ្នែកខាងក្រោយនេះហើយទាំងអស់គ្នាក៏អាចផ្លាស់ប្ដូរភ្លើង RGB បានផងដែរហើយអីដែលខ្ញុំស្រឡាញ់ពីម៉ៅមួយ model នេះគឺការ design របស់គេតូចល្មមងាយស្រួលប្រើប្រាស់ជាប្រចាំថ្ងៃនិងយកតាមខ្លួនបានផងដែរហើយគេមាន10ដើម្បីសាកថ្មទៅលើម៉ៅគឺវាប្លែកជាងម៉ៅផ្សេងៗតែម្ដងក្រៅពីម៉ៅទាំងអស់គ្នានឹងទទួលបាននៅ accessory មួយចំនួនដូចជាខ្សែ Type C ចំនួន1និងសៀវភៅណែនាំចំនួន1ផងដែរអញ្ចឹងសរុបមកម៉ៅ model នេះក៏ខាងពួកយើងមាន warranty ជាអ្នកនរគ្នាផងដែរពីមួយអាទិត្យរហូតដល់ឆ្នាំបាននិយាយពីតម្លៃរបស់គេវិញត្រឹមតែ$25តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ